តើ Forex គឺជាអ្វីហ្នឹងហើយបងប្អូនប្រហែលជាធ្លាប់ឮហើយថា Forex ឬមួយក៏ជាការ trading ដែលគេតែងតែនិយមហៅថាការទិញលក់ហាងឆេងមាសហ្នឹងហើយនេះគឺជាមេរៀនទី1របស់ខ្ញុំចង់ធ្វើជាមេរៀនពីមួយវគ្គទៅមួយវគ្គដើម្បីឲ្យបងប្អូនសម្រាប់បងប្អូនអ្នកថ្មីសុទ្ធតែម្ដងឲ្យបងប្អូនមើលហើយអាចចេះនៃការ trading ឬមួយក៏កក់ហាងឆេងមាសនឹងទាំងអស់គ្នាបើសិនជាបងប្អូនណាដែលចេះហើយបងប្អូនអាចអមរងបានដោយសារតែវីដេអូនេះគឺ basic ទេគឺជាវគ្គដំបូងសម្រាប់អ្នកថ្មីហ្នឹងហើយ Forex គឺជាការ trading ដែលបងប្អូនអាចទិញលក់រូបិយប័ណ្ណមួយទៅរូបិយប័ណ្ណមួយទៀតដើម្បីទទួលយកផលចំណេញបានក៏ដូចជាវាមានប្រភេទរូបិយប័ណ្ណនៅក្នុងនោះដូចជា USD ឬមួយក៏ Euro Yen ជាដើមហ្នឹងហើយប៉ុន្តែខ្ញុំអត់ចង់ផ្ដោតសំខាន់ទៅលើប្រភេទ currency ទេគឺខ្ញុំចង់ផ្ដោតសំខាន់ទៅលើមាសដែលគេហៅថា gold អញ្ចឹងបើសិនជាបងប្អូនអាចចេះមើល gold ហើយប្រភេទ currency ក៏បងប្អូនអាចចេះដូចតែគ្នាហ្នឹងហើយបងប្អូនអាចទិញលក់ឬមួយក៏ trading មាសទៅតាមប្រភេទដែលគេហៅថា forex នេះបានដែលតម្លៃជាក់ស្ដែងបងប្អូនអាចមើលបានឧទាហរណ៍ថាបើសិនជាបងប្អូននៅក្នុងប្រភេទ trading នេះគឺគេគិតជាຂະຫນាតអោនមាសគឺគេគិតជា1អោន1អោនគេអត់គិតជាតម្លឹងដូចនៅខ្មែរយើងទេបងប្អូនមានទឹកប្រាក់ចំនួន$10អញ្ចឹងបងប្អូនចង់ទិញមាសអញ្ចឹងបងឧទាហរណ៍ថាបងប្អូនទិញនៅតម្លៃ$5000នៅក្នុង1អោន$5000នៅក្នុង1អោនអញ្ចឹងបើសិនជាមាសវាឡើងដល់តម្លៃ$5010នៅក្នុង1អោនបងប្អូនចំណេញបានចំនួន$10តែបើសិនជាបងប្អូនទិញ5000នៅក្នុង1អោនហើយមាសនោះវាចុះក្រោមវាធ្លាក់$4990នៅក្នុង1អោនអញ្ចឹងបងប្អូនខាត$10ដូចគ្នាដូចបងប្អូនទិញហាងឆេងមាសនៅខាងក្រៅអញ្ចឹងដូចគ្នា Forex គឺនិយមន័យរបស់វាគឺបែបហ្នឹងគឺជាការ trading ឬមួយក៏ជាការទិញលក់ហាងឆេងមាសឬមួយក៏រូបិយប័ណ្ណផ្សេងៗអញ្ចឹងបើសិនជាបងប្អូនចង់តាមដានវីដេអូបន្ថែមនៅវីដេអូបន្តទៀតខ្ញុំនឹងធ្វើជាមេរៀនលម្អិតពីមួយវគ្គទៅមួយវគ្គដែលសម្រាប់បងប្អូនថ្មីអត់ចេះសតតែម្ដងបងប្អូនអាចមើលយល់ទាំងអស់តែម្ដងវីដេអូក្រោយខ្ញុំនឹងរៀបរាប់លម្អិតទាំងអស់តែម្ដងនៅក្នុង app MT5 ដែលជា app សម្រាប់ជួញដូរអរគុណច្រើន